សួស្តីពុកម៉ែបងប្អូនប្រិយមិត្តទាំងចិត្តទាំងឆ្ងាយគ្រួសារក្រីក្រមានគ្នា4នាក់កូនស្រី1និងកូនប្រុស1តែពួកគេពិតជាស្អាតណាស់ពួកគេតែងតែមានបំណងប្រាថ្នាទៅលើការទិញផ្ទះនិងសុភមង្គលរបស់ពួកគេនៅថ្ងៃអនាគតភ្លៀងនៅតែបន្តធ្លាក់ខ្លាំងដដែលព្រឹកស្អែកបុរសជាប្តីបានលាប្រពន្ធនិងកូនរបស់គាត់ដោយក្តីអាឡោះអាល័យទៅធ្វើការនៅទីក្រុងរំពេចនោះភ្លៀងនៅតែបន្តធ្លាក់ដដែលហើយបុរសជាប្តីបានជិះម៉ូតូសម្ដៅទៅកន្លែងការងាររបស់គាត់ការងាររបស់គាត់គឺជាការងារផ្នែកចិច្ចរ៉ែមាសនិងត្បូងមាសគាត់ខំធ្វើការទាំងបែកញើសហូរត្រស័កសស្រាំដោយគ្មានគិតភាពនឿយហត់ដោយការតស៊ូរបស់គាត់ដើម្បីគ្រួសារដូចជាមានអពុទ្ធហេតុមួយបានកើតឡើងដូចជាព្រះបានប្រទានមាសម្ដុំមកឲ្យគាត់អញ្ចឹងគឺគាត់កំពុងតែជីកស្រាប់តែមានមាសធំមួយលេចធ្លោមកតែម្ដងគាត់មានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងហើយគាត់ក៏បានកាន់មាសម្ដុំធំនឹងយកទៅលក់នៅកន្លែងលក់មាសទៅដល់កន្លែងលក់មាសអ្នកលក់មាសធ្វើការពិនិត្យមើលដុំនឹងតើវាពិតឬមិនពិតអ្វីដែលភ្ញាក់ផ្អើលគឺអ្នកលក់មាសប្រាប់ថាមាសនឹងសិត 100% ដោយទទួលបានលុយជាច្រើនពីការលក់មាសរំពេចគ្នានោះគាត់បានខលទៅប្រពន្ធរបស់គាត់ដើម្បីចែករំលែកការសប្បាយចិត្តជាមួយគ្នាប្រពន្ធរបស់គាត់ធ្វើម្ហូបបណ្ដើត្រេកអរជាមួយនឹងកូនបណ្ដើអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងគេគឺគាត់បានទិញវិឡាជូនប្រពន្ធនិងកូនរបស់គាត់ហើយពួកគាត់បានធ្វើការរើមកនៅវិឡាថ្មីនិងអាហារឆ្ងាញ់ៗជួបជុំគ្រួសាររីករាយ